Bà ấy lớn là crew nó bà hai pi là việc xoay rộp tên là này tam giờ ID bên mà đó và how to search information by employee ID là chứng lúc anh bật cầm thì dừng mất và chứng dương ai đi cứ cần là còn vay ID chỗ và còn ai chụp search tới đầm bay spy report mình nâng màu bàn và chứng dương anh double click từ lơ button search và tóm mới dương anh pro try catch và dương check mơ person bảo thì employee dot text copy sum nôm thực tế ba copy sum tế chẳng bên đây thay dương vay cho bò miền ID chỗ chẳng là cụ anh bạc ca vì muốn bật chữ boolean cứ đầm nang ao default với cứ fail miền vì nó cứ đầm nang áo ấy ca xoay robot rồi miền khơi rồi còn mình khơi bà hãy bắt to mà tiết dương ra actual cứ select for miền from select from the employee where employee ID smart và chân dương ai nè và cái dương đặt ID nâng chào trồ đầm bay xoay ổn giống như này tham bờ sân gì copy dùng người tế mình thay ID miễn chứ cái dương ảnh xoay đồ bàn và bắt top bây dương sẽ code hết bắt top mất lúc chập đám pra comment và smart new này only db comment và hãy dương đặt actual statement ở phía bắt top mất việc execute statement từ time connection con này dùng ba checkនៅក្នុង form load ដល់មកយើងប្រើ this ស្មើជាមួយនឹង com ទទួលតម្លៃមកពីការ execute read បាទ execute read បាទ method ហ្នឹងចុះពេលវា read ព័ត៌មានបានយើងចាប់តាម check មើល person បើ dir.read dir.read មានន័យថាវា read ព័ត៌មាននឹងបានអញ្ចឹងពេលហ្នឹងគឺយើងចាប់តាម assign ព័ត៌មានឃើញទេយើង assign ព័ត៌មានហ្នឹងចេញពី dir ដែលមានវាជាប្រភេទ array អញ្ចឹងយើងយក field name យើងយកមកដាក់មក dot to string បាទមានន័យថាព័ត៌មានហ្នឹងយើង convert វាទៅជាប្រភេទ string យើងបោះមកឲ្យ string វិញបានបន្តមកទៀតយើងអាចប្រើ cmp gender.text dir នៃបាទ field នៅក្នុង access យើងបាទ dot to string បាទគឺកន្លែងហ្នឹងអស់លោកត្រូវរក field នេះបាទលោកគ្រូបើកឲ្យមើលអញ្ចឹងប្រយ័ត្នតិចអត់ដឹងថា field ហ្នឹងបានពីណាមកយើងយក design បាទនឹង field ហ្នឹងគឺនេះណាយើងយកពីហ្នឹងមក hide that ឃើញទេបាទអញ្ចឹងយើងអាចកំណត់ទៀតគឺអូខេ dt បាទ dt dot text ទទួលតម្លៃពី dir បាទនៃ dot hide date បាទអញ្ចឹងនេះ hide date ហ្នឹងគឺជាឈ្មោះ field ព្រោះព័ត៌មានដែលយើង select មកយកមកដាក់អញ្ចឹងវាយក field ហ្នឹងមកជាមួយដែរបាទអញ្ចឹងអស់លោកត្រូវ select ហ្នឹងគឺតកតងជាមួយ hide date បាទ hide date យើង d មួយទៀតបាទបន្តមកទៀតគឺតកតងជាមួយនឹង cmp position បាទ dot text គឺ smart dir ជាមួយនឹង position បាទ dot to string ឃើញទេបាទអញ្ចឹងយើងអាចមើលនេះ position បាទហើយបន្តមក dob បាទ dob គឺ dot text បាទ dob ជាមួយនឹង position បាទ dot to string ឃើញទេបាទអញ្ចឹងយើងអាចមើលនេះ position បាទហើយបន្តមក dob បាទ dob គឺ dot text បាទ dob ជាមួយនឹង position បាទហើយបន្តមក dob បាទ dob ជាមួយនឹង position បាទ dob បាទអញ្ចឹងយើងអាចមើលនេះ position បាទហើយបន្តមក dob បាទ dob ជាមួយនឹង position បាទ
và chắc po miền chứ cứ thì đi ổ bí sum tô đi thi phí đi ổ bí và đặt tech từ tua đầm lại bị đi ó lấy đi ổ bí và đặt to string vàต่อมาthì POB ตัว DO នៃ POB បាទ đặt to string បន្តមកthì phone đặt text ស្មើនឹង DO នៃ phone បាទបន្តមកthì address đặt text photo ស្មើនឹង DO នៃ photo បាទបន្តមកទៀតអស់លោកអាចដាក់ S3 យើងស្មើជាមួយនឹង PO photo បន្តមកយើងអាច show នៃ my image image តភ្ជាប់ជាមួយនឹង photo តភ្ជាប់135បន្តមកទៀត size នេះគឺ170ណាតមក B ស្មើ true B ស្មើ true មានន័យថារកឃើញឃើញទេយើងស្វែងរកឃើញបន្តមកទៀតប្រសិនបើលក្ខខណ្ឌនឹងអត់ពិតយើងអាច check មើល B ស្មើនឹង fail អត់កាលណាវាស្មើនឹង fail មានន័យថាគេរកអត់ឃើញព័ត៌មាននឹងរកអត់ឃើញrecord not found បាទអញ្ចឹងព័ត៌មានឃើញវាស្វែងរកកាលណាវាស្មើនឹង fail បាទបើសិនជាលក្ខខណ្ឌនេះពិត B នឹងដូរទៅជា true អញ្ចឹងលក្ខខណ្ឌនេះវាអត់ពិតទេមានន័យថាពេលនោះវាបង្ហាញព័ត៌មានប៉ុន្តែបើសិនជាលក្ខខណ្ឌនេះវាអត់ពិតវាចាក់ចេញមកអញ្ចឹង B នៅតែ fail ដែរអញ្ចឹងវានឹងបង្ហាញ mistake ឲ្យបន្តមកទៀតទៅយើងបាទលក្ខខណ្ឌយើងមួយទៀតគឺផ្ទុយពីបាទអញ្ចឹងយើងអាចផ្ទុយពី ID ខុសពីសំណុំទេមានន័យថា ID ស្មើសំណុំទេអញ្ចឹងមានន័យថា please យើងឲ្យបង្ហាញព័ត៌មានឲ្យគាត់ enter employee ID បាទប៉ុន្តែប្រសិនបើវាមានបញ្ហាកើតឡើងយើងឲ្យវាខាច់ exception EX អញ្ចឹងវានឹងផ្ទុះ error យើងអាចឲ្យវា mistake បាទនៃ EX.mistake បាទអញ្ចឹងពេលហ្នឹងវាអាចបង្ហាញព័ត៌មានផ្ទុះ error កើតឡើងឲ្យយើងឃើញទេបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើម run test វាមើលបាទអញ្ចឹងយើងមើលអូខេត្រូវបានគេប្រើមានន័យថានេះយើងកំពុងតែបើកវាបាទអញ្ចឹងយើងឆ្លៀតពេលមើលថាព័ត៌មានយើងបាទលេខ1បាទអញ្ចឹងយើងអាចបិទវាបានបន្តមកទៀតកន្លែងនេះយើងអាចវាយបញ្ចូលបាទនេះព័ត៌មាននេះ parameter not valid បាទវាមានព័ត៌មានមួយចំនួនវាអត់ត្រឹមត្រូវបាទណា
vàនេះគឺយើងអាច search ឃើញបាទប៉ុន្តែរូបភាពវារកអត់ឃើញដោយសារយើងនេះត្រូវបង្កើត folder មួយនៅក្នុង project របស់យើងនេះបាទនៅក្នុង project យើងគឺត្រង់ student យើងមួយទៀតលើ C# learning C# បាទហើយយើងតតងជាមួយនេះធ្វើជា APP បាទបន្ទាប់មកយើងនេះបង្កើតទីតាំង image មួយនៅក្នុងហ្នឹងមកimage បាទហើយរូបភាពដែលយើងបាន browse ហ្នឹងអស់លោកអាចយកមកដាក់នៅក្នុងហ្នឹងបានណាបាទអញ្ចឹងវានឹងឡើងមានបញ្ហាកើតឡើងណា image អត់ដែរបាទយើងដាក់មាន S ដែរសារលោកគ្រូបង្កើតវាមាន S បាទអញ្ចឹងយើងសាកល្បងយករូបភាពបាទរូបភាពមួយថ្ងៃមុនលោកគ្រូអាចដាក់នៅក្នុងនេះបានបាទយើងអាចបាទយើងអាចយករូបភាពមួយដែលមានឈ្មោះគ្រូយកតាម file access ចុះបាទយើងបើកមើល access យើងsorry តែ database បាទអញ្ចឹងឈ្មោះអីអូរូបភាពយើងបាទ extension មួយហ្នឹងអញ្ចឹងយើងអាចមក search នៅក្នុងimage បាទនេះអញ្ចឹងយើងអាច copy រូបភាពនេះយកមកដាក់នៅក្នុងទីតាំង image បាទយើងសាកល្បង run ម្ដងទៀតនេះរូបភាពនឹងអាចមកបាទនេះទំហំយើងកំណត់ធំបាទអញ្ចឹងយើងអាចព្រមទំហំរបស់យើងដែរ170បាទអីចាចឹងរបស់យើងវាមិនដល់170ទេសាយយើងបាទអញ្ចឹងយើងអាចមើលសាយវា116និង121នេះគឺយើងកំណត់ទំហំវាឲ្យត្រឹមត្រូវបាទអញ្ចឹងសូមអរគុណច្រើនយើងអាចមានព័ត៌មានអីបាទអាចបញ្ជាក់ជាមួយលោកគ្រូបានថែមទៀតណាបាទអរគុណច្រើន